ថ្ងៃនេះខ្ញុំទើបតែទទួលបានអំពិលទុំផ្ញើមកពីស្រុកខ្មែរថ្មីៗអញ្ចឹងនឹកឃើញចង់ញ៉ាំត្រីបំពងផ្ទាប់ជាមួយនឹងទឹកត្រីអំពិលទុំហើយម្យ៉ាងបុកម្ហូបនេះងាយស្រួលធ្វើហើយលឿនឆាប់បានញ៉ាំទៀតអញ្ចឹងឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាដំបូងគឺខ្ញុំចាប់ផ្ដើមបំពងត្រីសាម៉ុនហើយបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមហាន់ជាមួយនឹងគ្រឿងដែលត្រូវធ្វើទឹកត្រីអំពិលទុំមានដូចជាម្ទេសខ្ទឹមក្រហមហើយនិងស្លឹកខ្ទឹមបន្តមកទៀតគឺយើងចាប់ផ្ដើមលីងគ្រឿងផ្សំរបស់យើងនឹងបញ្ចូលគ្នាហើយលីងរហូតដល់គ្រឿងផ្សំរបស់យើងនឹងឡើងឈ្ងុយល្អឥឡូវនេះខ្ទឹមក្រហមហើយនិងស្លឹកខ្ទឹមរបស់យើងឡើងឈ្ងុយហើយអញ្ចឹងគឺយើងចាប់ផ្ដើមចាក់ទឹកអំពិលទុំរបស់យើងចូលបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមថែមស្ករអំបិលប៊ីចេងហើយនិងទឹកត្រីសម្រាប់ទាក់ទងទៅនឹងរសជាតិបងប្អូនអាចថែមថយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានប៉ុន្តែបើសិនជាសម្រាប់ខ្ញុំគឺខ្ញុំយករសជាតិជូរអែមពេលដែលយើងថែមថយរសជាតិរួចរាល់ហើយគឺយើងរំងាស់ទឹកត្រីយើងបន្តិចចុងក្រោយគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនិងម្ទេសគឺជាការស្រេចឥឡូវនេះត្រីបំពងទឹកត្រីអំពិលទុំរបស់យើងគឺរួចរាល់ហើយបងប្អូនតោះអញ្ជើញពិសាទាំងអស់គ្នាសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត